ញ្ញាសូមគោរពជំរាបសួរសម្រាប់ត្រង់អាយតមដែលជំទាវលោកស្រីនាងកញ្ញាប្រិមត្តជារតាប្រធារានមន្ត្រីគូប្រអប់និងប្រជាជនកម្ពុជាទូទាំងប្រមាណលោកពលនៃប្រជាជនកម្ពុជាពីខ្ញុំបាទវងនីរ៉យថាសាវទីនៃនិយាយថ្មីនៅក្នុងកម្មវិធីកំណត់ហេតុខ្មោចអធិស្ឋានបងប្អូនទាំងអស់គ្នានៃការបាត់មុខមួយរយៈពេលសារខ្ញុំមានបញ្ហាសុខភាពនិយាយច្រើនទេនៅនេះដឹងប្រាប់ហើយសុខភាពរបស់ខ្ញុំវាមិនសូវរឹងមាំដូចបងប្អូនទាំងអស់គ្នាទេអូខេបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានរឿងមួយដែលពាក់ព័ន្ធជាមួយនឹងរឿងរបស់លោកឪពុកយ៉ាអូខេរឿងរបស់ពុកយ៉ាអ្នកទាំងអស់គ្នាដឹងដែរថាឪពុកយ៉ាជាមួយនឹងអ្នកម៉ែទីម៉ាស់គាត់ត្រូវមកជាមួយខ្ញុំមានបងប្អូនខ្លះគាត់នៅអត់ទាន់ដឹងថាឪពុកយ៉ាជាមួយនឹងអ្នកម៉ែទីម៉ាស់ហ្នឹងគាត់ជាមួយខ្ញុំហ្នឹងមិនអញ្ចឹងណាអ្នកទាំងអស់គ្នាស្គាល់ហើយទាំងអស់គ្នាណាម៉ែយ៉ាគាត់មានឈ្មោះពេញរបស់គាត់ឈ្មោះម៉ានទីម៉ាអាម៉ានទីម៉ាស់តកូលម៉ាដល់ពេលពុកយ៉ាគាត់ឈ្មោះសេនសក្រិយាហើយតកូលរបស់ខ្ញុំគឺសេនអ៊ីមរ៉ានអូខេបងប្អូនមិនចាំបាច់ឲ្យខ្ញុំបកស្រាយច្រើនទេអ្នកទាំងអស់គ្នាណាបងប្អូនជុំហ្នឹងគឺយើងនិយាយអំពីរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងពុកយ៉ាដែលគាត់ទៅបដូរពលឹងខ្មោចព្រៃពីកូនស្រីម្នាក់ហ្នឹងហើយពីកូនប្រុសកូនស្រីនិយាយរួមទៅមកគូមានប្រុសមួយស្រីមួយណាបងប្អូនហើយរឿងមួយហ្នឹងគឺជាសាច់រឿងរបស់ពុកគាត់ទៅយកពលឹងក្មេងទៅហៅពលឹងក្មេងពីព្រៃមកវិញណាបងប្អូនដោយសារតែក្មេងពីរនាក់ហ្នឹងវាខ្វៀលគោណាបងប្អូនវាខ្វៀលគោអញ្ចឹងបើបងប្អូនទាំងនេះចង់ដឹងរឿងរបស់ពុកយ៉ាយ៉ាងណាអ្នកនរនេះសូមឲ្យទៅគ្រប់គ្នាជួយ like ជួយ share ម្នាក់មួយសិនអញ្ចឹងណាអូខេអូយមកដាក់អេហើយសកម្មតែបងប្អូនទាំងនេះគ្រាន់តែជួយចុច like និង share ម្នាក់មួយហើយអរគុណមែនទេអ្នកនរនេះសម្រាប់បងប្អូនដែលនៅតែទន្ទឹងរង់ចាំរឿងរបស់ពុកបាទអូនពុកយ៉ាគាត់ត្រូវជាតារបស់ខ្ញុំបកើតគាត់ត្រូវជាតារបស់ខ្ញុំបកើតសុខភាពអត់អីទេអូនមិនសូវជាប្រមាណដែរសូវជាបានតែវាសំខាន់តបងប្អូនអស់នេះជួយ share ជួយ like ម្នាក់មួយសិនទៅតោះណាជួយ like ជួយ share ម្នាក់មួយសិនដើម្បីជាការនិទានរឿងខ្មោចរបស់យើងយកជាការនិទានរឿងរបស់យើងវារលូនទៅបុកហើយស្ដាប់ដោយសប្បាយចិត្តទាំងអស់អូខេសួស្តីបងប្អូនសួស្តីបាទបើជម្រាបសួរអូននឹកម៉ែខ្លាំងអរគុណដែលបាននឹករលឹកពីចង្អាយទៅទៀតណាអរគុណអរគុណលោកខ្ញុំស្ដាប់បងក្នុង YouTube បងចេញមកអត់ទាន់ខ្ញុំទៅស្ដាប់ឬមកអូខេបាទចម្រើនពោម៉ែតាកណាលោកកូនកណាពុកជាលោកពុកខ្ញុំអត់ទាន់ជាទេទាំងអស់គ្នាតែខ្ញុំអាចអង្គុយនិទានបានខ្ញុំអត់បញ្ហាអីទេបងប្អូនណាមានបងប្អូនក៏សួរខ្ញុំច្រើនដែលពាក់ព័ន្ធជាមួយនឹងជំងឺរបស់ខ្ញុំអញ្ចឹងណាខ្ញុំនិយាយម្ដងទៀតទៅទាំងអស់គ្នាខ្ញុំមានបញ្ហាកកឈាមខួរក្បាលខ្ញុំមានបញ្ហាកកឈាមខួរក្បាលទាំងអស់គ្នាវ៉ាឡៃគុំសាឡាមអូនខេតោះអញ្ចឹងបងប្អូនកុំឲ្យឆ្ងល់ខ្ញុំនិយាយអំពីរឿងយាយខ្ញុំគាត់ឈ្មោះម៉ានទីម៉ាស់តារបស់ខ្ញុំគាត់ឈ្មោះសេនសក្រិយាហ្នឹងហើយអ៊ំរបស់ខ្ញុំត្រូវហៅគាត់តាធំខ្ញុំត្រូវហៅគាត់តាធំណាព្រោះអ៊ំគាត់ត្រូវបងរបស់យាយខ្ញុំទីម៉ាស់គាត់ឈ្មោះម៉ានហ្វាតូអេលហើយបងរបស់គាត់មួយទៀតគាត់ឈ្មោះម៉ានម៉ាសាន់អ៊ំធំតាធំម៉ានសាន់ហ្នឹងគាត់ច្រើនតែហៅគាត់ម៉ានសាន់អ៊ំសាន់ហ្នឹងគាត់បងរបស់អ៊ំឬក៏លោកតា
photo L ហើយគាត់ក៏ត្រូវបងរបស់អ្នកម៉ែទីម៉ាស់ដូចគ្នាបច្ចុប្បន្នគាត់នៅភូមិទ្រាតោះនេះបច្ចុប្បន្នអ្នកម៉ែទីម៉ាស់ជាមួយនឹងអាចារ្យាគឺគាត់នៅភូមិទ្រាគាត់នៅភូមិទ្រាស្រុកស្ទឹងត្រង់ខេត្តត្បូងឃ្មុំបច្ចុប្បន្នហើយឪពុករបស់ខ្ញុំបង្កើតឈ្មោះលីម៉ាត់សេនម៉ាក់ខ្ញុំឈ្មោះ Tres មិនសមម៉ាន Tres មិនសមតកូលរបស់ខ្ញុំទាំងអស់អូខេបងប្អូនទាំងនេះខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនទាំងនេះយល់ហើយអញ្ចឹងកុំឲ្យបងប្អូនទាំងនេះខាតពេលវេលាច្រើនយើងចាប់ផ្ដើមចូលសាច់រឿងរបស់យើងត្រូវនិយាយនៅក្នុងយុគមួយហ្នឹងមានបងប្អូនខ្លះក៏អត់ទាន់ដឹងថាខ្ញុំ live យុគហ្នឹងវិញទេអញ្ចឹងក៏សង្ឃឹមថាបងប្អូនទាំងនេះជួយ like ជួយ share បានច្រើនទៅគីឡូ fan របស់យើងផ្សេងៗទៀតគាត់បានឃើញគាត់ដឹងថាខ្ញុំត្រឡប់មកវិញអញ្ចឹងណាបងប្អូនអូខេអញ្ចឹងបងប្អូនយើងចាប់ផ្ដើមចូលសាច់រឿងរបស់លោកពុកសក្រិយាលោកពុករបស់សក្រិយាលោកពុកគ្រិយាពុកយ៉ាសាច់រឿងរបស់គាត់នឹងខ្ញុំអត់បានចាំឆ្នាំទេតោះនេះខ្ញុំអត់បានចាំឆ្នាំថានៅក្នុងតរវេលាឆ្នាំមួយណាទេតែរឿងមួយនេះគឺនិយាយអំពីរឿងពុកយ៉ាដែលគាត់ទៅយកពលឹងក្មេងមកវិញរឿងដើមហេតុដំបូងហ្នឹងគឺចេះតែបងប្អូនរឿងហ្នឹងបានកើតឡើងនៅក្នុងស្រុកស្ទឹងត្រង់ណាតោះទៀតហៅថាភូមិទ្រាអ្នកខ្លះហៅភូមិទ្រាយ៉ាងណាគេហៅអ្នកខ្លះហៅភូមិទ្រាអ្នកខ្លះគេហៅថាភូមិទ្រាស្រុកភូមិទ្រាអញ្ចឹងណាប្លែកភូមិទ្រាអីចឹងទៅអញ្ចឹងរឿងមួយហ្នឹងវាផ្ដើមពីដំបូងចេះអ្នកនរគ្នាមានក្មេងប្រុសមួយនិងក្មេងស្រីម្នាក់ហ្នឹងពួកគាត់សុទ្ធតែជាក្មេងតែទៅខ្វៀលគោអ្នកនរគ្នាក្មេងហ្នឹងបាននិយាយទៅឥឡូវតណែអាយុខ្ញុំដែរអាយុបងប្អូនក៏បងប្អូនខ្ញុំមួយឆ្នាំ2ឆ្នាំអីដែរអញ្ចឹងណាកាលហ្នឹងមានក្មេងអ្នកនរគ្នាមានក្មេង2នាក់ហ្នឹងណាគាត់ទៅខ្វៀលគោខ្វៀលក្របីអញ្ចឹងតែសារតែស្រុកហ្នឹងកាលពីមុនអ្នកនរគ្នាស្រុកស្ទឹងត្រង់ខេត្តភូមិទ្រាហ្នឹងណាស្រុកភូមិទ្រាឬក៏ភូមិទ្រាហ្នឹងពីដើមនៅខាងក្រោយនេះគឺវាមានវាលស្រែមិនដូចឥឡូវទេណាឥឡូវហ្នឹងក៏មានដែរតែគ្រាន់តែវាមិនមានច្រើនព្រៃច្រើនដូចកាលជំនាន់ហ្នឹងវាមានព្រៃអីចឹងទៅវានៅពីក្រោយហ្នឹងចឹងហើយកាលហ្នឹងក្មេងៗគឺយកគោហ្នឹងទៅខ្វៀលគោនៅខាងក្រោយហ្នឹងយល់អត់ទៅខ្វៀលគោនៅខាងក្រោយហ្នឹងអញ្ចឹងមានក្មេង2នាក់ហ្នឹងហើយមានក្មេង2នាក់ណាតែតោះនេះម្នាក់ហ្នឹងឈ្មោះសូរិយាអញ្ចឹងម្នាក់ឈ្មោះសូរិយាខ្មែរជាកូនខ្មែរណាដល់កូនចាមហ្នឹងកូនប្រុសចាមហ្នឹងឈ្មោះត្រីណាឈ្មោះត្រីអញ្ចឹងមានកូនខ្មែរមួយកូនចាមមួយក៏បានយកក្របីយកគោនោះទៅខ្វៀលជាមួយគ្នានៅខាងក្រោយហ្នឹងយល់អត់ក៏យកក្របីយកគោហ្នឹងទៅខ្វៀលនៅខាងក្រោយអីដាក់ចោលទៅខាងក្រោយហ្នឹងក៏2នាក់ហ្នឹងគាត់នាំគ្នាទៅលេងទឹកបឹងនៅក្រោយហ្នឹងអញ្ចឹងណាអូនគាត់ទៅលេងទឹកបឹងនៅខាងក្រោយហ្នឹងដល់ពេលគាត់ទៅលេងទឹកបឹងហ្នឹងរហូតដល់ប្រហែលជាខ្ទង់ល្បាក់ខ្ទង់ម៉ោង3ពួកគាត់ក៏នាំគ្នាមកសម្ដៅមកគោវិញយល់អត់សម្ដៅមកគោវិញតែនៅក្នុងចំណោមនឹងក្របីរបស់អ្នកទាំងពីរហ្នឹងណាបងប្អូននេះចំណោមអ្នកទាំងពីរហ្នឹងមានក្របីមួយក្របីហ្នឹងគឺក្របីរបស់ប្អូនស្រីសូហ្វីយ៉ាអីយ៉ាអីហ្នឹងខ្ញុំចង់ធ្វើឈ្មោះអ្នកហ្នឹងគឺក្របីរបស់គាត់ហ្នឹងរបៀបដូចថាវាដើរចេះតែដើរស៊ីចឹងទៅយ៉ាវាទៅដល់កន្លែងមួយចឹងទៅស្រាប់តែពួកគាត់ហ្នឹងបាត់ក្របីរបស់គាត់ក៏នាំគ្នាទៅសូហ្វីយ៉ាហ្នឹងគាត់ក៏បាត់ក្របីហ្នឹងក៏គាត់នាំគ្នាទៅរកទៅក៏ឃើញក្របីហ្នឹងវានៅគុំព្រៃណាតោះនេះវានៅគុំព្រៃមួយចឹងទៅក៏នាំគ្នាទៅយកក្របីហ្នឹងត្រឡប់មកវិញស្រាប់តែពេលពួកគាត់ទៅយកមកវិញហ្នឹងណាតោះនេះស្ដាប់ណាពួកគាត់ទៅយកក្របីហ្នឹងមកវិញស្រាប់តែមានមនុស្សម្នាក់ហ្នឹងឈរនៅកន្លែងហ្នឹងមនុស្សហ្នឹងតាមអ្វីដែលក្មេងៗគាត់និយាយថាអាយុល្បាក់ខ្ទង់40អ្នកហ្នឹងអត់បាននិយាយស្ដីអីទាំងអស់អ្នកហ្នឹងឈរមើលពួកគាត់មកយកក្របីហ្នឹងយល់ទេឃើញអ្នកហ្នឹងស្លៀកខោពណ៌ខ្មៅមានកម្មាចងនឹងចកេះណាមានកម្មាចងនឹងចកេះហើយអ្នកហ្នឹងពាក់អាវពណ៌សលាត់ដៃថាឈរមើលពួកគាត់តែអត់បានធ្វើអីពួកគាត់ទេស្រាប់តែពួកគាត់ដឹកក្របីមកដល់ផ្ទះវិញណាយកមកដល់ផ្ទះវិញក៏វាអត់ទាន់មានរឿងហេតុការណ៍អីដែលកើតឡើងដែរយល់អត់ទាន់មានរឿងហេតុការណ៍អីដែលកើតឡើងទេស្រាប់តែយប់បន្តិចនៅតោះនេះយប់បន្តិចណាផ្ទះកូនស្រីមួយដែលគាត់ខ្មែរហ្នឹងណាតោះនេះដែលគាត់ជនជាតិខ្មែរហ្នឹងណាស្រាប់តែគាត់បាត់កូនស្រីគាត់ណាទាំងអស់នេះគាត់អត់បានដឹងថាកូនស្រីគាត់ហ្នឹងទៅណាទេគាត់អត់បានដឹងថាមីអូនទៅណាអីទៅណាគាត់អត់បានដឹងទេគ្រាន់តែបាត់កូនស្រីគាត់ណាមួយគេកូនស្រីយល់អត់បាត់កូនស្រី
ដល់ពេលបាត់កូនស្រីកូននាំគ្នាដើររោទៅក៏អត់ឃើញអញ្ចឹងណារោអត់ឃើញស្រាប់តែមានគេស្រែកមកទៀតថាអូបាត់ក្មេងនឹងទៀតបាត់ក្មេងប្រុសមួយទៀតដែលទៅខ្វៀលកបីជាមួយខ្វៀលគោជាមួយគ្នាបាត់ទាំងពីរនាក់អត់ដឹងថាពីរនាក់ហ្នឹងទៅណាយល់អត់ម្នាក់រោយ៉ាងណាក៏រោអត់ឃើញដែរហើយនៅពីក្រោយកាលហ្នឹងភូមិទ្រានោះនៅពីក្រោយនោះសបោគុំម្សៃសបោគុំម្សៃអញ្ចឹងម្នាក់គេនាំគ្នាថាដើររោអញ្ចឹងទៅតាមប្រឡោះគុំម្សៃអីអញ្ចឹងណាអូនស្រាប់តែអ្នកដែលគេដើររោហ្នឹងគេនិយាយថាម្ដងឮសំឡេងចេញពីគុំម្សៃស្រាប់ណាឮសំឡេងចេញពីគុំម្សៃមកគាត់ក៏ដើរទៅខាងក្រោយគុំម្សៃហ្នឹងតែរោអត់ឃើញយល់អត់រោអត់ឃើញនិយាយរួមគេរោច្រើនដែរតែគេរោមិនឃើញក៏គេនឹកឃើញពុកយ៉ាយល់អត់ក៏នឹកឃើញថាអូពុកយ៉ាអញ្ចឹងគេក៏តាអារបៀបភាសាចាមគេថាតាអាទៅតាអាអូឲ្យមើលភាសាខ្មែរថាអូទៅអញ្ជើញគ្រូឲ្យជួយមើលអញ្ចឹងណាពុកយ៉ាក៏គាត់មើលឲ្យដល់ពេលពុកយ៉ាគាត់មើលឲ្យពុកយ៉ាក៏និយាយថាកូនហ្នឹងគេនាំទៅយល់អត់ពុកយ៉ាថាពីរនាក់ហ្នឹងទៅជាមួយគ្នាហើយគេនាំទៅខាងក្រោយផ្ទះបាត់ហើយអញ្ចឹងណាគាត់នាំគ្នាថាឥឡូវត្រូវធ្វើម៉េចបើពុកយ៉ាគាត់មើលឲ្យឃើញអញ្ចឹងក៏ពុកយ៉ាថាទៅរោមើលសិនមើលទៅរោវានៅខាងក្រោយហ្នឹងមើលជាពិសេសទៅកន្លែងដែលវាខ្វៀលកបីខ្វៀលគោហ្នឹងមើលគេលោវានៅហ្នឹងយល់ទេតែគាត់ដឹងហើយថាមានអ្នកនាំទៅយល់អត់តែគាត់តែពុកយ៉ាគាត់មិនទាន់ដឹងថាអ្នកដែលនាំទៅហ្នឹងជាខ្មោចជាព្រាយជាមរិញគង្វាលជាអ្នកណាគាត់អត់ដឹងទេគ្រាន់តែគាត់ដឹងថាមានពួកអមនុស្សនាំវាយកទៅយល់ទេដល់ពេលអញ្ចឹងពុកយ៉ាគាត់ដេញឲ្យទៅរោមើលសិនដល់ពេលអញ្ចឹងគ្រប់គ្នាគាត់នាំគ្នាទៅរោមើលប្រហែលជាចិត្ត1ម៉ោងរោអត់ឃើញក៏មកទូលឬក៏មកតាអូនម្ដងទៀតមកអញ្ជើញអូនម្ដងទៀតថាអូនយ៉ាឥឡូវពួកលិនពួកខ្ញុំទៅរោកន្លែងហ្នឹងទៅរោអត់ឃើញទេរោក្មេងពីរនាក់អត់ឃើញទេម្នាក់ក៏នាំគ្នាកើតចិត្តសង្ស័យមួយថាកូនពីរនាក់ហ្នឹងអាចលងទឹកស្រះហ្នឹងអាទឹកបឹងហ្នឹងយល់អត់ពុកយ៉ាក៏គាត់ថាបើសង្ស័យទៅនៅក្នុងទឹកបឹងហ្នឹងនាំគ្នារោមើលទៅក្នុងទឹកបឹងហ្នឹងទៀតមើលក៏នាំគ្នាចុះរោមើលក្នុងទឹកបឹងនេះនៅតែរោអត់ឃើញពុកយ៉ាក៏គាត់និយាយថាចាំបន្តិចគាត់សញ្ញាសុណាត់គាត់ថ្វាយអង្គមតាមចាមគាត់ថ្វាយអង្គមសិនគាត់ថាចាំបន្តិចចឹងគាត់ថ្វាយអង្គមសិនគាត់ក៏ថ្វាយអង្គមនៅពេលដែលគាត់ថ្វាយអង្គមរួចពុកយ៉ាក៏គាត់ទៅជាមួយគេគាត់ទៅរោជាមួយគេចឹងកាលហ្នឹងពុកយ៉ាគាត់ស្លៀកសរងរបស់ជនជាតិអ៊ីស្លាមគេបងប្អូនគេចំណាំស្លៀកថ្វាយអង្គមហ្នឹងណាហើយគាត់ពាក់កៅអៅអ្នកអ៊ីស្លាមតែកៅអៅហ្នឹងកប៉ៅ3កប៉ៅ2ខាងមុខចេះកប៉ៅនេះមួយទៀតហើយពណ៌ទឹកស្ដែកគាត់ពាក់អាវហ្នឹងគាត់ក៏ពាក់កតិបអីដូចបងប្អូនអ៊ីស្លាមយើងនៅស្រាប់គាត់ពាក់អាកតិបលើមុខហើយកប៉ែហ្នឹងណាគាត់ក៏ពាក់ហ្នឹងគាត់ដើរចុះទៅដល់ពេលគាត់ដើរចុះទៅយើងដឹងស្រាប់ហើយទាំងអស់គ្នាពុកយ៉ាបិទថាអូគាត់ចូលអ៊ីស្លាមមែនតែគាត់នៅកាន់របៀនណាពុកយ៉ាគាត់ក៏ចុះទៅលើផ្ទះទៅភ្លាមពុកយ៉ាក៏គាត់ហ្នឹងយកដុំថ្មមកដុំគាត់រើសពុកគាត់រើសថ្មមកដុំណាគាត់ក៏សែកមុនហើយគាត់បោះអាក្របហ្នឹងទៅអញ្ចឹងណាបោះកវែងចោលអញ្ចឹងណាសូត្របោះអញ្ចឹងគាត់អត់ទាន់បានចុះទៅមើលតាមគេគាត់ចុះមកដល់ភ្លាមគាត់ក៏មកអង្គុយលើអាកៅអីជ័រយើងកៅអីពណ៌ខៀវពណ៌ក្រហមហ្នឹងគាត់មកអង្គុយលើកៅអីហ្នឹងស្រាប់តែគាត់អង្គុយមកសបកគាត់ក៏ប្រាប់ក្មេងៗនៅហ្នឹងឬក៏ប្រឡោះហ្នឹងថាឲ្យទៅតាមហៅម៉ែឪពីរនាក់ហ្នឹងមកទាំងកូនប្រុសទាំងកូនស្រីហ្នឹងទៅតាមហៅទាំងពីរមកគាត់ប្រាប់ដល់ពេលអញ្ចឹងទៅគាត់ក៏ឲ្យគេទៅតាមហ្នឹងក៏ឪពុកម្ដាយគេមកដល់ពេលឪពុកម្ដាយគេមកពុកយ៉ាក៏គាត់និយាយថាចេះគាត់មិនមែនថាមិនចង់ទៅជួយទេតែដោយសារគាត់គ្រូអាគមគាត់ចេះរបៀនអញ្ចឹងបើសិនជាគាត់ទៅច្បាស់ជាពួកនឹងវាផ្អើលអញ្ចឹងវាលាក់វាយកលាក់ទៅហើយអញ្ចឹងគាត់ក៏និយាយថាអញ្ចេះឲ្យម្ដាយទាំងខំកូនប្រុសទាំងចៅស្រីទាំងពីរនាក់ហ្នឹងណាថាឲ្យយកកៅអៅពួកវាម្នាក់មកកាផ្លេយកកៅអៅវាម្នាក់មកកាផ្លេហើយមានស្ករគ្រាប់មាននំមានអីដាក់នៅក្នុងកៅអៅហ្នឹងយល់ទេដាក់នៅក្នុងកៅអៅហ្នឹងហើយឲ្យពីរនាក់ទាំងម្ដាយក្មេងប្រុសទាំងម្ដាយក្មេងស្រីហ្នឹងណាអ្នកទាំងអស់គ្នាចូលទៅព្រៃហ្នឹងដដែលចូលទៅព្រៃដែលកន្លែងពួកក្មេងៗនេះវាយកកបីហ្នឹងឬក៏កូនហ្នឹងទៅខ្វៀលហើយទៅឈរចាំវានៅកន្លែងហ្នឹងរួចហើយឈ្មោះកូនហ្នឹង3ដងមកបើសិនជាវាអត់មកទៀតចាំគាត់ទៅមូលហេតុដែលគាត់អត់ទាន់ទៅដោយសារអីគាត់ចេះអាគមតែពេលណាដែលគាត់ទៅអាពួកហ្នឹងវាបើអញ្ចឹងណាហើយគាត់និយាយចឹងដោយសារអីគាត់ថាមុនដែលគាត់ចុះមកហ្នឹងគាត់បានរើដុំថ្មគាត់ចុះមកហ្នឹងគាត់ក៏យកដុំថ្មមួយសែកមុនបោះទៅឲ្យវាទៅរោខ្មែរយើងនិយាយងាយយល់ថាបូលហៅព្រលឹងក៏មានមរិញគង្វាលព្រៃម្នាក់ចេញមកប្រាប់គាត់ថាកូនហ្នឹងត្រូវបាន
ខ្មោចព្រៃនាំត្រូវខ្មោចព្រៃនាំទៅឥឡូវខ្មោចព្រៃហ្នឹងយកកូនហ្នឹងទៅលាក់នៅគុំម្សៃខ្មោចព្រៃហ្នឹងណាអញ្ចឹងបានពុកយ៉ាគាត់ឲ្យទៅហើយអាខ្មោចព្រៃហ្នឹងនិយាយថាលោកតាកុំទៅបើលោកតាទៅវាអត់ទុកនៅកន្លែងហ្នឹងទៀតទេវាយកចូលព្រៃជ្រៅវាយកចូលទៅរឹតតែជ្រៅទៀតអញ្ចឹងអាខ្មោចព្រៃហ្នឹងវាមកប្រាប់ពុកយ៉ាហ្នឹងវាថាកុំឲ្យតាយ៉ាហ្នឹងទៅថាតាឯងកុំទៅតាបើតាឯងទៅពួកវាយកលាក់ជាងហ្នឹងអញ្ចឹងតាឯងកុំទៅគាត់ក៏ប្រាប់រឿងហ្នឹងទៅឲ្យឪពុកម្ដាយហ្នឹងក៏ធ្វើតាមតែនេះក៏ធ្វើតាមណាក៏យកកៅអៅមានស្ករគ្រាប់មាននំមានអីហ្នឹងទៅហៅកូនហ្នឹងនៅកន្លែងដែលវាខ្វៀលកបីហ្នឹងនៅកន្លែងដែលវាខ្វៀលកបីស្រាប់តែគាត់កំពុងតែហៅនឹងថាហៅតាមអ្វីដែលពុកចាប្រាប់ថាហៅប្រមាណដងអីប្រមាណដងអញ្ចឹងហៅឲ្យចំឈ្មោះវាដល់ពេលហៅអញ្ចឹងហៅលើកទី1អត់លឺលើកទី2អត់លឺលើកទី3អត់លឺពុកចាគាត់ឲ្យហៅតែ3ដងទេអញ្ចឹងផុតពី3ដងគាត់ថានៅស្ងៀមកុំហៅទៀតកុំហៅវាទៀតស្រាប់តែពួកគាត់នឹងរងចាំប្រហែលជាថាលើកខ្វះណាកូនថាលើកខ្វះថារងចាំប្រហែល10នាទីអត់លឺសំឡេងហើយក៏អត់ឃើញមនុស្សចេញមកវិញពួកគាត់រោដើរមកវិញមកប្រាប់ពុកយ៉ាថាអត់ឃើញទេវាអត់ទាន់មកទេចង់និយាយអញ្ចឹងចង់មកប្រាប់ពុកយ៉ាអញ្ចឹងស្រាប់តែម្នាក់ដើរចេញពីកន្លែងប្រហែលជា5 6ជាហ៊ានស្រាប់តែលឺសំឡេងក្មេងស្រីស្រែកមកថាម៉ែអើយជួយខ្ញុំផងស្រែកម៉ែអើយជួយកូនផងម៉ែលឺសំឡេងមួយហ្នឹងគឺពិតចេញពីគុំម្សៅហ្នឹងមកមែនទឹកតែហ្នឹងគ្រូវាទឹកតែក៏លឺសំឡេងស្រែកឲ្យជួយហ្នឹងចេញពីគុំម្សៅហ្នឹងមកមែនចេញពីគុំម្សៅហ្នឹងមកដល់ពេលលឺសំឡេងចេញពីគុំម្សៅហ្នឹងម្នាក់ក៏នាំគ្នាដើរសម្លឹងទៅកន្លែងគុំម្សៅហ្នឹងយល់ទេស្រាប់តែគ្រប់គ្នាម្ដាយណាម្ដាយឪពុកទាំងហងខាងហ្នឹងក៏នាំគ្នាដើរជិតទៅដល់គុំម្សៅហ្នឹងស្រាប់តែលឺសំឡេងណាកូនលឺសំឡេងដូចខ្យល់គួចអញ្ចឹងសូលឺសំឡេងដូចខ្យល់គួចអញ្ចឹងស្រាប់តែពួកគាត់វេទអាស័យដើរចូលទៅមើលក៏អត់ឃើញកូនហ្នឹងអត់ឃើញដល់ពេលអត់ឃើញទេពុកចាគាត់របៀបដូចថាឪពុកម្ដាយគេទៅប្រាប់ថាតាលឺហើយដំបងលឺសលេងវាហាយនៅហ្នឹងលឺសលេងវាលឺសលេងវាហាយហើយយល់ទេកូនតែពុកខ្ញុំមកប្រាប់ពុកចាថាមើលមិនឃើញរកអត់ឃើញពុកចាក៏គាត់ថាអត់អីទេគាត់ក៏មើលនាឡិកាគាត់វាម៉ោងត្រឹមតែ8 ជាង 9វាម៉ោងត្រឹមតែ8 ជាង 9ពុកយ៉ាគាត់ថាកុំតាន់បខំណាកុំតាន់បខំមួយសិនចាំមើលគាត់មើលអស់សិនថាវានាំទៅណាថាវានាំទៅណាពុកយ៉ាក៏គាត់ឡើងទៅលើផ្ទះគាត់វិញគាត់ឡើងទៅលើផ្ទះវិញណាគាត់ឡើងទៅលើផ្ទះវិញនៅលើផ្ទះពុកយ៉ានោះផ្ទះតាខ្ញុំហ្នឹងផ្ទះឈើទាំងអស់នេះតែគាត់នៅដល់លើហ្នឹងក៏អង្គុយម្ដាយឪពុកទាំងក្មេងប្រុសទាំងក្មេងស្រីអង្គុយទាំងអស់គ្នាជុំហ្នឹងពុកយ៉ាក៏គាត់ហ្នឹងរបៀបដូចថាគាត់បើកមើលអញ្ចឹងគាត់បើកសភៅគាត់គូសអសគូសអីចឹងណាគាត់គូសអសគូសអីគាត់យកដៃគូសជាងផ្ទះគាត់យកដៃគូសជាងផ្ទះគាត់គូសប្រហែលជា3 4 ដងដល់3 4 ដងគាត់មើលម៉ោងគាត់ថាមិនទាន់ដល់ម៉ោងទេមិនទាន់ដល់ម៉ោងហើយចាំតិចទៀតគាត់ដឹងហើយថាអ្នកណាអ្នកនាំទៅគាត់និយាយចឹងគាត់ថាគាត់ដឹងហើយអ្នកណាអ្នកនាំទៅតែចាំតិចទៀតមើលម៉ោងម៉ោងណាដើរបានម៉ោងណាដើរបានដូចពមីឲ្យគុកចឹងណាកូនម៉ោងណាដើរបានម៉ោងណាដើរបាននៅពេលដែលពុកគាត់មើលមកស្បក់បានគាត់និយាយថាម៉ោង 11:37 នាទីម៉ោង 11:37 នាទីចាំទៅបើខុសពីម៉ោងហ្នឹងច្បាស់ជាវាមិនឲ្យទេយល់ទេកូនថាវាមិនឲ្យទេដល់ពេលចឹងពុកយ៉ាគាត់ចាំដល់ម៉ោង 11:37 នាទីដល់ពេលគាត់មើលហើយមើលទៀតគាត់ថាអូទុកម៉ោងនោះអត់បានទេបើចូលដល់ម៉ោង 11:37 នាទីច្បាស់ជាអានឹងនាំចូលព្រៃជ្រៅហើយអញ្ចឹងគាត់ថាអត់ទេអត់ចាំដល់ម៉ោងមកដណ្ដប់ទេគាត់ថាទៅជាមួយគាត់ដល់ពេលទៅជាមួយគាត់ក៏ប្រាប់ថាឲ្យតែឪពុករបស់ក្មេងនិងឪពុករបស់ក្មេងប្រុសក្មេងស្រីតែ2នាក់ឯងទៅជាមួយគាត់ថាក្រៅពីនឹងកុំមកដល់ពេលអញ្ចឹងកូនម្ដាយយំនៅផ្ទះយាយខ្ញុំយំរបៀបអង្គុយសំណោះអញ្ចឹងខ្លាចកូនមានបញ្ហាគាត់ទៅតែ3នាក់
đọc đi còn tới phục giá còn tới á còn đọc liếm còn thô nơi cái lại nhân còn thô cái lại đại khmer vì khmer là cái bẫy khi là cô đó á còn thô nơi cái lại nhân còn thô chẳng còn bật phê còn sâu còn ấy chẳng á thật tập bị sâu đuối bốc còn ao từ đây á con còn ao từ đấy còn vô đây tẹt đây còn đặt đây chứ còn đặt đây bây đó còn ngược màu vinh con còn bật phê mà nó tiết là còn đâm thật tư nó về đây từ na bốc còn con đá dầm đáy từ năng đó thì còn đá chỗ từក្នុងព្រៃកូនហើយកាលចំនួននឹងភូមិទ្រាកូនភូមិទ្រាព្រៃវាក្រាស់ខ្មឹកកូនពីដើមក្រាស់ពុកក៏គាត់ចូលទៅគាត់សលឹងរោមើអញ្ចឹងណាព្រោះគាត់ខ្លាចវាលាក់នៅតាមដើមឈើវាយកក្មេងទៅចងនៅដើមឈើលើអីចឹងណាកូនស្រាប់តែគាត់ដើរទៅអ្នកដែលទៅជាមួយឪពុករបស់ក្មេងប្រុសណាឪពុករបស់ក្មេងប្រុសហ្នឹងគាត់ជំនឿជាតិអ៊ីស្លាមឪពុករបស់ក្មេងស្រីហ្នឹងគាត់ជាជនជាតិខ្មែរយល់ទេស្រាប់តែឪពុករបស់កូនក្មេងប្រុសនេះស្រាប់តែគាត់និយាយថាវ៉ាឪពុកក្មេងហ្នឹងហៅពុកយ៉ាងហ្នឹងវ៉ាហ្នឹងអ៊ំអ្នកខ្លះគេហៅចៅអ្នកខ្លះគេហៅកៃគេហៅអីចឹងណាកូនអ៊ំអីចឹងទៅស្រាប់តែគាត់ហៅថាវ៉ានោះកូនលិនអញ្ចឹងណាពុកយ៉ាគាត់មើលអត់ឃើញពុកយ៉ាគាត់មើលអត់ឃើញទេតែពុកក្មេងប្រុសហ្នឹងនិយាយថាកូនគាត់ដឹកគោហ្នឹងដើរទៅឃើញកូនខ្លួនឯងណាកាន់ខ្សែគោឲ្យដឹកគោដើរទៅតែពុកយ៉ាគាត់មើលអត់ឃើញពុកយ៉ាគាត់ខាត់ថាណាមែនវាខាត់ណាថាមែនវាកូនណាកូនយល់ពាក្យថាកូននៅឪពុកឃើញកូននឹងមុខឲ្យមិនរត់ទៅរកកូនគាត់ថាអត់ទេកូនលិននៅតែនិយាយអត់ទេកូនលិនតែស្រាប់តែគាត់រត់ទៅគាត់ថារត់បានប្រហែលជាលើក្បាស់10ជាហ៊ានពុកក្មេងហ្នឹងណារត់បាន10ជាហ៊ានស្រាប់តែមើលចេះស្លឹងហៅមើលចេះបាត់កូនណាបាត់កូននិយាយពូសវលកូនបាត់កូនស្រាប់តែងាកមកមើលពុកយ៉ាគាត់ថាកូនគាត់នៅក្រោយខ្នងពុកយ៉ាកូនណាយវាពងវៀងណាវាពងវៀងមកព្រៃកូនវាពងវៀងពុកយ៉ាគាត់ដឹងច្បាស់នៅក្នុងចិត្តគាត់ដឹងច្បាស់ណាងាកមកវិញស្រាប់តែអានាងនិយាយតាមចាចានាងហើយមិនតុកអីគេតុកនឹងគេមិនចិត្តឬថាឯងមិននៅអីនឹងអញ្ចឹងណាគាត់និយាយភាសាចាស់មួយកូនគាត់ស្រាប់តែគាត់និយាយថាកូនគាត់នឹងនៅក្រោយខ្នងពុកយ៉ាស្រាប់តែគាត់ដើរមកវិញដល់ពេលដើរមកវិញបាត់កូនគាត់ទៀតពុកយ៉ាថាកូនឪរបស់អាកូនប្រុសហ្នឹងថាអូអានេះគេសន្ធំបានគេពង្រួមបានគាត់ដឹងថាអូពង្រួមបានគាត់ក៏ចាប់ពុករបស់កូនក្មេងហ្នឹងអាពុកហ្នឹងដើរមកដល់ភ្លាមពុកគាត់ក៏ចាប់ញឹមកៅអៅកូនក៏ត្រាក់កៅអៅចុងក៏ត្រាក់ឲ្យដួលណាក៏ត្រាក់ដួលព្រុសដួលផ្កាប់អញ្ចឹងទៅពុកយ៉ាគាត់សកត់ពីលើកូនគាត់ក្រៀកស្លាប់ផ្សេងក្រៀកយកដៃក្រៀកស្លាប់ផ្សេងចេះក្រៀកផឹបគាត់សោតហើយគាត់ទះក្បាលដងខ្លួនមកវិញកូនគាត់សួរគេកើតអីសួរពុកយ៉ាកើតអីយកគេវ៉ាយកគេត្រូវអីកើតអីចឹងណាពុកយ៉ាថាអត់អីទេឯងងុយដេកគាត់អត់និយាយអីទេពុកយ៉ាគាត់និយាយគាត់ថាឯងងុយដេកពុកក្មេងស្រីកូនឈោញាក់ដៃចេះកូនខ្ទប់ដៃញាក់ចេះចុះឃើញនឹងភ្នែកចេះកូនញាក់ដៃចឹងណាពុកយ៉ាគាត់ថានៅហ្នឹងហើយវានៅដុំហ្នឹងហើយទៅណាវានៅដុំហ្នឹងណាស្រាប់តែពុកយ៉ាគាត់និយាយមុននឹងលេងគាត់និយាយសិនណែវើយហើយទៅធ្វើបាបអីក្មេងណាក្មេងប្រពន្ធនឹងសោះហើយចាំបាច់លេងអីជាមួយក្មេងហើយទៅលេងអីក្មេងវាខុសអីតិចតួចច្បាច់ប្រកម្មនៃឋានៈហ្នឹងមកឲ្យវាមកវិញមកវាប្រញាប់ទៅផ្ទះទៅស៊ីបាយស៊ីទឹកងូតទឹកដេកស្មាននឹងហើយមិនទាន់ទៅផ្ទះទៀតមកឲ្យវាវិញមកតែអញសុំពុកយ៉ាមកឲ្យវាវិញមកតែអញសុំទៅប្រកម្មអីក្មេងណាបើថាចង់លេងជាមួយអញណាអញ្ចឹងណាបើលេងជាមួយអញទៅលេងអីក្មេងហ្នឹងវាដឹងអីវាស្រាប់តែពុកយ៉ានិយាយកូននិយាយស្រាប់តែនិយាយពុកយ៉ាគាត់អង្គុយលើកណ្ដុលកណ្ដុលឈើចឹងដូចទួលដំបូកចឹងណាគាត់អង្គុយចឹងពីអ្នកឪពុកទាំងក្មេងប្រុសក្មេងស្រីអង្គុយដូចគ្នាស្រាប់តែអង្គុយឪពុកក្មេងស្រីស្ទុះវឹងងើបចេះកូនវឹងណាវឹងស្ទុះងើបដើរសម្ដៅពុកយ៉ាចាប់អត់តាន់ពុកគាត់ចាប់អត់តាន់គាត់ចាប់អត់តាន់ណាកូនវឹងស្រាប់តែកូនហើយឪពុកក្មេងស្រីនោះតោងដើមឈើឡងវូតឡើងដល់លើពុកយ៉ាគាត់ស្រែកហេហើយឡើងទៅអីថាឡើងមកយកកូនខ្ញុំនៅលើដើមឈើគាត់ថាទេចុះមកវិញហៅចុះមកវិញអត់ចុះកូនអត់ចុះអូយវាស្បល់គាត់និយាយថាកូនគាត់នៅលើដើមឈើគេយកឡើងទៅលើដើមឈើគាត់ឡើងតាម
គាត់ឡើងទៅយកកូនគាត់ស្រាប់តែពុកយ៉ាគាត់ហៅអត់ចុះហៅអត់ចុះហ៎អូនតាកូនគាត់អាស័យអាឈើអាបាក់ដែលវាធ្លាក់មកហ្នឹងណាពុកចាប់មកច្បូតកូនសល់តែឈើណាគាត់សោតប្រគាត់កាត់ផោះគាត់កាច់ពុកយ៉ាគាត់សោតគាត់កាច់ផោះធ្លាក់អ្នកនោះពីលើមកខ្ពាកដល់ក្រោមធ្លាក់មកពលឹបដល់ក្រោមធ្លាក់អាកូនខ្ពាកចូលមកក្រោមងើចងល់អួលពុកអត់ដើរពុកយ៉ាក៏អត់ដើរទៅគាត់ថាឲ្យវាដើរខ្លួនឯងកូនឲ្យដើរមកខ្លួនឯងពុកយ៉ាក៏លេចមើលទៅចុងដល់ពុកយ៉ានិយាយថាមិនទេវាកដៀតពីរចេះវាកដៀតអាហ្នឹងណាវាកដៀតវាដូចតែមនុស្សចឹងកូនអាហ្នឹងណាដូចតែមនុស្សចឹងតែខ្លួនវាក្រហមតែខ្លួនវាមកជាហៀងវាក្រៀកក្មេងផងមកជាហៀងវាក្រៀកក្មេងស្រីណក់វាឈរលើដើមឈើពុកយ៉ាងើបឈរនិយាយហៅឯងមកតម្លាក់វាចុះមកតម្លាក់វាចុះអត់មានកដៀកវាឡើងទៅលើមកតម្លាក់ចុះពុកយ៉ាហៅស្រាប់តែវាអត់ទេកូនដូចស្វាអញ្ចឹងកូនវាបលែងលើដើមឈើវាកលឹងដើមឈើវាងរុំដើមឈើចេះកូនពុកយ៉ាថាមកអញនិយាយស្រួលជាមួយឯងណាឯងតម្លាក់អត់ទេហែងឲ្យចៅអញមកវិញហ៎បើហែងអត់ឲ្យចៅអញមកវិញអញដុតពីក្រោមឡើងទៅលើណាអញដុតតែឯងហ្មងអញដុតតែឯងអញដុតឆេះទាំងអស់ស្រាប់តែវាអត់ព្រមទេកូនវាអត់ព្រមទេណាកូនស្រាប់តែវាហក់ភ្លឹបទៅបាត់ឈឹងវាហក់ពីដើមឈើមួយចូលដើមឈើមួយទៀតទៅបាត់ឈឹងបាត់ទៅណាពុកក៏គាត់ស្លឹងមើលតាមដើមឈើក៏លើវានៅដើមឈើទៀតយល់ទេគាត់ស្លឹងមើលដល់ពេលស្លឹងមើលស្លឹងចុះស្លឹងឡើងក៏លេចមើលគាត់មើលឃើញដើមឈើមួយគាត់អត់ទាន់បានឃើញអីទេពុកណាគាត់អត់ទាន់បានឃើញអីតែគាត់ចាប់អារម្មណ៍ដើមឈើហ្នឹងគាត់ចាប់ដើមឈើហ្នឹងគាត់ចាប់ស្លឹងមើលដើមឈើហ្នឹងកូនឯងដឹងមិនទេបដូរពីដើមឈើទៅជាក្របីដូរគាត់ថាស្លឹងមើលដើមឈើហ្នឹងគាត់ស្លឹងមើលឲ្យស្លឹងទៀតដើមឈើវាចេញម្ដងក្របីម្ដងដើមឈើម្ដងក្របីម្ដងដើមឈើអញ្ចឹងពុកគាត់ដឹងថាអូអានេះប្រឡំខ្លួនវានៅក្នុងដើមឈើហ្នឹងណាវាប្រឡំពុកគាត់ធ្វើមើលមិនឃើញគាត់ងាកមុខចេញវិញគាត់ធ្វើស្លឹងមើលឡៃផ្សេងពុកគាត់ធ្វើស្លឹងមើលទៅកន្លែងផ្សេងតែភ្នែកគាត់ចេះដៀងមើលអាដើមឈើហ្នឹងរហូតគាត់ចេះតែដៀងមើលណាស្រាប់តែដៀងមើលបានមកសពតពុកយ៉ាគាត់អត់ទាន់មាត់ទេគាត់អត់ទាន់មកគាត់ថាបើគាត់លេងទៅកំរោលច្បាស់ថាកូនហ្នឹងមកវិញប្រស័យប្រសាទឬធ្វើកូនហ្នឹងលួចព្រលឹងប្រស័យប្រសាទដល់ឈួតមកអញ្ចឹងពុកគាត់លួងគាត់របៀបដូចថាលួងណាពុកក៏គាត់ស្លឹងមើលដើមឈើទៅគាត់ថាអើយនៅតាណាហើយគាត់ធ្វើបាបក្មេងម៉េះកុំធ្វើបាបក្មេងអីឲ្យវាមកហើយមើលទូចង់ងាប់នេះអាណិតវាតែអីស្មាននឹងហើយមិនទាន់បានបាយស៊ីផងហើយអាណិតក្មេងនេះអីឲ្យវាមកវាទៅផ្ទះទៅសុបាយវាវិញទៅម៉ែវាចាំនៅផ្ទះហោះគ្រាន់តែពុកនិយាយត្រឹមប៉ុណ្្នឹងណាឮសំឡេងម្ដាយខាងប្រុសម្ដាយក្មេងប្រុសមកតាមទៅចេះអូនអើយកូនលិនឃើញហើយសលេងមកពីក្រួយខ្នងកូនមកនិយាយថាចេះអូនឃើញហើយកូនលិនឃើញហើយអញ្ចឹងណាទាំងពុកយ៉ាទាំងនិយាយរួម3នាក់នាំគ្នាកលេចមើលក្រោយចេះចង់ឮសំឡេងនិយាយឮសំឡេងប្រាប់ក៏ងាកមើលងាកទៅឃើញមែនឃើញម្ដាយអាក្មេងប្រុសហ្នឹងឃើញម្ដាយអាក្មេងប្រុសហ្នឹងស្លៀកសរងពាក់កៅអៅរៀងពណ៌កាឡាពាក់កៅអៅហ្នឹងរុំកសែងក្បាលហើយកាន់ដៃកូនហ្នឹងយល់អត់កាន់ដៃកូនហ្នឹងដកបក់ដៃហៅពួកគាត់ថាចេះអូនឃើញហើយនេះវាមកផ្ទះវិញហើយអញ្ចឹងណាស្រាប់តាងើបមានតែពុកយ៉ាទេអត់ងើប3នាក់តែ2នាក់ទៀតងើបមានតែពុកយ៉ាអត់ងើបទេកូនពុកយ៉ាឃើញចឹងងាកមុខមកវិញពុកយ៉ាមើលដើមឈើហ្នឹងហ្មងមើលដើមឈើហ្នឹងណាគាត់មើលស្លឹងមើលល្មុតណាមើលរួចកូនអត់និយាយច្រើនណាកូនអត់និយាយច្រើនទេដកតែពីចកេះគាត់មកមូលចកេះមិនដឹងគាត់យកមកតាំងពីកាលកូនដឹងយកមកពីកាលមូលចកេះចេញមកកថា2ស្លឹកកថានឹងមូលហើយណាដកចេញមក2ស្លឹកដាក់ចូលក្នុងមាត់កូនដាក់តាពីដាក់ញាត់ចូលទៅក្នុងមាត់គាត់សោតអត់ដឹងសោតអីខ្លះកូនសោតដូចខ្ជាក់ចេញមកវិញគប់ដើមឈើហ្នឹងហ្មងកថា2ស្លឹកកូនគប់ផឹងតែដើមឈើហ្នឹងណាមកតំហងគប់គាត់ដូចយកគប់ដុំថ្មកូនភឹបលេងស្រាប់ណោះទៅអូយចុកអញ្ចឹងកូនអោនក្បាលកូនអោនក្បាលអញ្ចឹងណាស្រាប់តែចុកទៅអោនក្បាលកូនណាអាលីសូនភេងកូនអាលីដូចគេបកស្លឹកឈើអញ្ចឹងកូនគេបកវឹបអញ្ចឹងបាត់មនុស្សនឹងយកមក
ពីអ្នកហ្នឹងណាពីអ្នកឪពុកទាំងប្រុសទាំងឪពុកទាំងស្រីហ្នឹងកូនមើលមុខពុកយ៉ាទាំងកូនស្លឹងមើលពុកយ៉ាលេងຕົកចិត្តខ្លួនឯងលេងຕົកចិត្តខ្លួនឯងមកដល់ព្រាមប្រាប់ពុកយ៉ាកូនឪពុកខាងស្រីមកប្រាប់ពុកយ៉ាថាតាឯងជួយធ្វើមិនចងគ្នាចងច្បោះចងវត្តចងអីខ្ញុំកុំឲ្យខ្ញុំមើលឃើញទៀតអញ្ចឹងណាពុកក៏គាត់សូត្រឲ្យពុកគាត់ក៏សូត្រឲ្យគាត់ក៏ដើរទៅដើមឈើហ្នឹងគាត់ណាពុកគាត់ដើរទៅដើមឈើហ្នឹងដល់ពេលគាត់ដើរទៅដល់ដើមឈើហ្នឹងគាត់ក៏និយាយម្ដងទៀតគាត់សួរថាចេះឥឡូវអញសួរហែងឲ្យឬក៏មិនឲ្យអញ្ចឹងណាហែងឲ្យក៏មិនឲ្យបើហែងមិនឲ្យទេហែងកុំថាអញអាក្រក់យល់ទេបើហែងមិនឲ្យទេកុំថាអញអាក្រក់ពុកគាត់ក៏ដើរមកវិញពុកគាត់ដើរមកវិញគាត់ក៏និយាយថាអានេះវាអត់ព្រមឲ្យទេអានេះវាអត់ព្រមឲ្យទេអញ្ចឹងបើវាមិនឲ្យទេបានអញអត់នៅក្នុងដែនហែងទេពុកគាត់ថាមកទៅវិញចេញក្រៅព្រៃចេញពុកគាត់ដើរមកវិញចេញមកដល់ខាងក្រៅយល់ទេចេញមកដល់ខាងក្រៅក្មេងធម្មតាក្មេងអ្នកភូមិគេផ្អើលមើលគាត់ក៏ហៅក្មេងថាហេហែងមែនណានេះហែងមែនណាហែងទៅផ្ទះអញណាទៅផ្ទះអញទៅប្រាប់មីឯងថាឲ្យយកខ្សែចំណង7ដែលអញជួទុកនៅក្បាលតនេកហ្នឹងទៅយកមកទៅយកខ្សែនឹងអញមកយល់ទេក្មេងក៏រត់ទៅប្រាប់ប្រពន្ធគាត់និយាយបើខ្ញុំបកកើតនេះម៉ានទីម៉ាស់មីអូងឲ្យយកខ្សែនៅក្បាលតនេកប្រពន្ធដឹងចិត្តប្តីដឹងហើយចាំតិចឡើងទៅដល់ភ្លាមយកខ្សែនឹងចុះមកអូនឯងដឹងខ្សែនឹងសាងពីអីអត់ខ្សែនឹងនឹងចេញមកពីអីអត់ការប៉ັດខ្សែនឹងណាកូនខ្សែនឹងខ្សែលីឡុងពីក្រៅស្ដាប់ណាខ្សែលីឡុងពីក្រៅខាងក្នុងនឹងបដូលពេជ្រវ៉ាបដូលពេជ្រនៅពីក្នុងវិញណាកូនវិញដូចខ្សែតៃចឹង7ខ្សែហើយខ្សែនឹងមូលចេះកងមូលយកមកពុកគ្រាន់តែយកចំណងនឹងមកដល់ភ្លាមខ្សែហ្នឹងកូនគាត់ផ្ដាច់បានណាគាត់ផ្ដាច់ទេលាតយល់ទេ7ខ្សែលាតទៅវាវែងតម្លៃម៉ែងដែរដល់តែវាវែងពុកគាត់ក៏និយាយថានៅស្ងៀមកុំបាច់និយាយអីទាំងអស់ចាំអញយកចៅអញមកវិញអញមិនឲ្យចៅអញនៅក្នុងព្រៃទេណាអញមិនឲ្យចៅអញនៅក្នុងហើយកុំភ័យគាត់លាតខ្សែចំណងនឹងរួចចាកូនគាត់ដោតគាត់យកអាចុងដែលគាត់ផ្ដាច់នោះគាត់ដោតដីទេគាត់ដោតនៅដីយល់ទេគាត់ដោតមួយខ្សែ7ខ្សែទេគាត់យកចងចង្កេះគាត់យកចងចង្កេះគាត់បោះដៃហៅនៅក្នុងព្រៃថាមកម្នាក់មកចំហៀងបើចង់សាកម្នាក់មកចំហៀងហើយនៅក្នុងដីហែងអញដីអញគាត់ក៏ហៅគេថាមកពុកគាត់ក៏សូត្ររួចគាត់ដើរចូលទៅក្នុងព្រៃហ្នឹងពិតមែនគាត់ដើរចូលទៅក្នុងព្រៃហ្នឹងបាត់ចិត្ត1ម៉ោងកូនបាត់ចិត្ត1ម៉ោងពុកដើរមកវិញតដៀតកូនទាំងពីរតដៀតចៅប្រុសវាសន្លប់បាត់ហើយកូននឹងសន្លប់ទាំងពីរសន្លប់មកជុំមេងុំកូនខ្លួនរបស់វាស្នាមខ្វាចេះកូនខ្វាកកនេះខ្វាកណេះកូនស្រីហ្នឹងកូនសក់ឡើងដាញ់យកនេះចេះសន្លប់ទាំងពីរពុកគ្រាន់តែយកកូននឹងមកដល់ភ្លាមមកដល់កន្លែងខ្សែចំណងគាត់ភ្លាមគាត់ដាក់ក្មេងនឹងភ្លាមគាត់ថាយកវាទៅផ្ទះចាំគាត់ផុតពីកន្លែងហ្នឹងចាំគាត់ទៅមើលយកវាទៅផ្ទះសិនពុកកូនគ្រាន់តែដល់ភ្លាមយកកូននឹងមកដាក់ភ្លាមគាត់កលេចទៅព្រៃវិញណាកូនគាត់កលេចទៅព្រៃវិញណាគាត់ថាមករកអញផងយប់ហ្នឹងមករកអញដឹងថាអត់សុខចិត្តទេអត់ដឹងគាត់ធ្វើអីខ្លះកូនម្នាក់មើលពុកយ៉ានៅហ្នឹងសន្លឹងមើលពុកយ៉ាគ្រប់គ្នាសន្លឹងមើលពុកយ៉ាពុកអត់និយាយអីទាំងអស់កូនពុកដកតែចតីគាត់ខ្សែគាត់ចេញមកវិញឯងដករួចដាក់នៅលើដៃគាត់ទាំង7គាត់ដើរមកផ្ទះគាត់ដើរមកដល់ផ្ទះគាត់វិញណាកូនគាត់ប្រាប់ប្រពន្ធគាត់ប្រាប់យាយខ្ញុំគាត់ប្រាប់ថាម៉ាស់ណែខ្សែយកដាក់លើក្បាលតនេកអញវិញទៅហើយប្រាប់កូនប្រាប់ចៅបើមានអ្នកណាគេមករកអញថាឲ្យអញតាមអញឲ្យទៅមើលអីផ្ទះគេប្រាប់ថាអញអត់ទៅទេថាអញដេកបាត់ហើយតែកូនប្រាប់ចៅឲ្យទៅយល់ទេកន្លងមកជប់នឹងកូនមកជប់នឹងដល់ព្រឹកណា
đọc rất côn pi nè nâng ở toàn vì ở toàn nhẹ tê côn nó bị mấy tham viên mình nhẹ cô bị nhẹ tay còn ta tê bình được máu trong xây tập chẳng á xây tập thêm bài chẳng á bài mai ở dùng ao xí ọt xì tì phật tắc ọt phật này vô lẽ phật tắc ọt phật tắc này sai lắm phục quạt tầm mờ đó pe quạt tầm mờ ruồi con cả tham mau vô pi nè nâng mau màu bay là nghĩ vô vi mau đó pe tia tang nó miên khề nên nè miên kề nên nè đặt mê tầm pi nó đi tầm pi chẳng á đặt đi tầm pi nè quạt có tha tới cùng rô mơ ở miền đây thở mơ tê tê mê tê đánh mình mẹ nói nơi mơ tê ta sẽ bánh còn mơ rồi lẽ còn mơ quát còn cuối trong khề năng chặt bị đau má tối cuối trong cái chuột rầy phát tập pi chuột rầy á quát còn vậy máu bà máu hay mà bà miếng sầm mặt tập phim mà trôi vô mà đòn tiết bà miếng sầm mặt tập phim bắt trôi mà vô mà đòn tiết á phúc còn nơi khổm te vô lót phúc còn nơi khổm te quát con vậy tha bà miếng sầm mặt tập phim phải trôi mà vô mà đòn tiết mà vô lấy tại vì trôi lọt ba vô lót vì trôi lọt ba xét ta khmên pi nhẹ nắng vì tha vì cái lăng xét ta vì ngơm coi trước vì mơ tân khối te chứ vì ơn mơ chạy đứt miên vì na kia chẳng á vì rô tàng ngơ pe vì rô tàng ngơ tê vì mơ chạy mơ chẳng á phúc quạt thật đấy con đấy trái đấy có mơ bật lên đấy phúc á bật lên vì con sủng ngóm đây từ vĩnh nó sủng ngóm đây từ vĩnh nha ôn phúc á con phúc già nè lên te cái đá bạc cho sò te đấy đâm một quạt phúc già mày mà hai rồi đâm một quạt quạt đây con ôn một chân hai năm bạn vậy kia tiếp đi đu du mua sẽ tập đi đu du đi đọc chứ lắm tay chân mình anh sợ lắm con ai vô lại bốc quát ăn chạy ấy tê con ăn chạy ấy tê ná con ăn chạy ấy tê còn là con vậy đừng như vậy mà nhá tha ba hay mình mặt phía phải cho bị dỗ mau bốc còn con sẽ lần bơ từ cào te con sẽ lần bơ từ cào te pot tập pi sẽ lần bơ từ cào te ruột đọt cà phê đặt mà cái này đọt cà phê đặt mà cái này thằng ấy á cũng một bay chất buôn bay lừng giết dướng á đọt cà phê đặt cho cào đọt phê đặt cà phê cho cào ruột số 2 số tôn này nhung vậy tha đô bể lâm bốc quần coi trắng đục mai với tha sầm thị giờ lẽ đi sầm thị trắng và hai mà sầm bóp quạt màu với bao thấy quạt thì vậy tha chẳng quạt đô bể lần ao quạt đô bể lần ao trắng cái lại ní con snap ở toàn á con quạt có tha anh đô bể lần ao còn thấy nơi nghiêm quạt có tha đã côn pi nè nó đi cặp côn nó pi nè màu bốc quạt nặc sman ở đo lưới kiaเราไปตัวนับปุ๊กกันนักสมานดอนด้วยគ្នាគាត់ក៏យិតសូតយិតណាកូនគាត់យិតណាគាត់វាយដូចកូនរបស់កតោអញ្ចឹងលេងម៉ាត់តសាម៉ាត់តសទេពុកណាលេងដល់មកដៃតសទេកូនបើយើងមើលមកបាក់ដៃខ្ទេចមកតសទេភពហើយពីរដៃកូនពីរដៃចូលកូននេះចូលកូនស្រីហ្នឹងស្រាប់ក៏កូនហ្នឹងងើបមកមីងបោកភ្នែកមើលនិយាយជាមួយពុកយ៉ានិយាយបដាសើចបដានិយាយបដាសើចបដានិយាយផងហើយធ្វើអញទៅត្រូវសលេងមនុស្សចាស់កូនពុកយ៉ាងញ័រគាត់នឹកក្នុងចិត្តថាវាមិននឹកស្មានថាវាចូលកូននឹងបានណានឹកក្នុងចិត្តថាវាមិនចូលទេកូននឹងវាចូលបានទេយល់ទេពុកយ៉ាគាត់ដឹងថានឹកស្មានតែអានេះចូលក្មេងនិយាយជាមួយគាត់កូនហើយពុកគាត់ស្ទុះនៅលើក្រែគាត់ឈោគាត់ចាប់ញឹងដៃកូនចាប់ដៃសងខាងពីរកូនហ្នឹងគាត់សូគាត់ផ្លុំទល់មុខមកកូនផ្លុំទល់មុខកូនហ្នឹងកងែកកដេកបាត់វាទុនណាកូនកងែកកដេកបាត់ពុកគាត់ទៅដាក់វិញក្រឹបកូនពុកយ៉ាកូនយកអាយិតណាខ្មែរហៅថាណែទីឡើយអានេះទេទៅស្អីអាយិតណាខ្មែរហៅថាបល័យឬក៏យន់តសេនៅនឹងដៃកូនតសេនៅនឹងដៃចប់
mùa đầy chạy đôi mùa mà lũ dân mùa đầy mùa rồi còn đau từng khói tia nâng vào đầu còn đau từng khói tia còn đau từ đó khói tia nó là toàn thì đang khói tia như mình thấy vậy nó khói tia nó mình đau từ sáng khói tia giấy còn mình đau từ sáng mình đau mới có đau từ đó còn đau từ nắng á còn có từ đó phía còn đau chung với đàm chơi nó có tia đàm chơi có tia tia và đánh nhá con tia và đánh có đau một vĩnh có coi mưa một cầu nâng có mà coi mưa một cầu nâng quát mưa một cầu nâng sáp tần lư sầm lên đôi dương họ phải lừa tiền cho nó con phía lư sầm lên giờ là cái họ phải lừa tiền cho con phía phục giá tha vì nơi lừa tiền phục tha vì nơi lừa tiền à lâu vì họ cho hai họ cho prey vậy vì cho prey vậy tái thơm với cầm ai con nâng á cầm ai con pin ăn rô tam á cầm ai con pin nâng rô tam thì sao con mày sao tại hiện rô tam mà đo nâng rô lên khơi nhảy chẳng còn ăn giấy vậy con là phải ta top á top con chặt chặt bía chặt đây chặt chiêu bía hay chặt về rốt tam bốc bạn lưu lấy pri câu nói cái lúng không pri nó cái về pru không pri á bốc có thằng có đắng này vô lấy có sai nó hai phần lưng cô nó có hai máu đôi hai với thằng bao cái bọ công tao cho cái bao công tam cho cái ham công tư miền chế ông tư chân còn bọ hai một mình bọ hai miền khmer kia viên nâng thá khơi phần lớn khmer pro mối khmer sài mối áo bị cào tiền nâng mau rồi lẽ đau bị cào tiền nâng mau thà khơi đào mau sẽ tập phục giá thà ai nâng phần lớn vi phần lớn pi nè nâng cà phê ta phục giá còn trâu từ vô nâng vô ban tà rú việt tế tại phần lớn việt toàn mau tế chẳng phục còn đô phần lớn hai phần lớn nâng màu vanh đọc bê khô phục còn khơi phần lớn nâng màu vanh phục lên khăn vào đầu phục còn lên vào đầu mua là hai đại phục còn mình toàn thơ để xa ấy bà anh vay cùng trai vậy nó không phải bác chia phần lớn câu nó trôi câu thì vinh tê câu nó đừng chuột vì bắt phần lớn chẳng phục còn con vậy tha à lấy phần lớn nâng máu ấy hãy khơi mình bị đa máu ấy à bà vì máu ấy quạt có số tròn thì chiếc tròn thế tròn một tròn ấy ở vi tròn ruột ấy ruột quạt cả tha đo lên anh mà đo đo lên quạt đấy chặt bàn á lấy phần máu ấy chặt bàn đấy bọc quạt đấy phục giá thà lấy vì máu đấy bởi vì máu anh mà đo dân dương đăng người ta nè tao hết score phục giá nè mai tim á nè lên ọt asana ọt miên vật thổ xạ sắt ọt miên asana tê đăng khi hai con này ọt miên ấy trơn đấy nè ọt miên ấy trơn đấy nè đạp má ọt miên ấy trơn đấy nè con cái lấy này chào tập rấp đùm ật đó con đùm ật đùm ật dương xong tiền đã dục call chèn bài đã đam bài đùm ật đó phục ta từ đo lại chèn đó đọ đùm ật pi vô máu đó vô chung nó cùng lửa đùm ật xe lửa đùm ật con nó xe lửa đùm ật mỏng xe ruột tạt lập mà chỉ hiến xe mà chỉ hiến tiền tao xe ruột ấy ruột tròn đùm ật nó pi chỗ cái đùm ật tàn đùm ật là cái con đã đam bài đó rồi anh á pi còn map cúp chỗ cái tròn trong ruột đau tôi khối tiền ấy lọt sờ rong làm đo cho cái hái bên anh đó bên anh mà đo ăn giấy trơn đấy con nè lên ăn giấy trơn nè lên ăn giấy trơn con để cho anh miền ban giấy hướng khăm ra anh chỉ dương nè lên nhà cốt anh ban giấy hướng khăm này hộ lại khao phải khai cho mất á hả Chelsea nó anh vậy dương cốt mà anh bên giấy dương khăm thế này đập mấy đứa hộ lại khai khơi nhé lo vô anh vay ngọt ở lấy phục giá còn tập rất căng tập đi đùng thò tới con đa tập vọt đấy đa tới khỏi test lần mưa đang chơi vậy lần mưa khơi nhánh cúp cái bài mà đùng thò đá bài mà đùng thò đang ngon ót dây chơi con cúp về đa tập đó men đưa số đập men đưa đập nâng á phục giá cúp mà thò cúp đang chơi đấy cúp phó đang chơi đưa số đập lưu số tầm muối á con lưu số tầm muối đứt mà tầm bọ tiếp lưu số đứt tiếp lưu số cục đường này tương sẽ phải cục đường làm chơi số đứt vì đó cục quả đào một bên tập bay cái bàn mong ảnh đại bay cái bàn nơi nâng mong có thật đạm mà hồ chim á con có thật đạm mà hồ chim cục quả đào một bên có thật tới bay cái bàn này ôi đừng phải mán thằng này đấy đừng mấy cục quả cái play cục quả đư
đôi cả mai thì mặc tiền mà đây bạn gió tiền kia được còn đào được xua cái em mới tiền đừng bạn chứ nghe màu với xua chứ màu với con giấy chứ cái ta đừng bạn thế thế đừng bạn thế bay hai cái bàn này bay hai cái bàn này bay hai cái bàn mà đừng của bạn thế đa mà với con ăn giấy ấy tê cô con giấy còn gì tập bắn nâng mà pe bắn nâng ruột câu này ai lá à không được bị đào cho tập play khỏi tiền nó được bị đào từ ấy nâng nè bị đào từ ấy nó vì màu với bị phép thành trẻ đào chơi nó hồ chiêm vì ta đào chơi nó miền chiêm bốc quạt còn giấy thang bông miền chiêm mà ba và đùng thầm bông bảy còn mà đùng thầm bảy cái ba là còn ăn giấy trơn mà po có thằng đừng màn thế thế mình đừng cái ba mà ban thiên ớt thế đọc về trắng quạt còn giấy tha à phần lớn đấy đây mà vô câu nâng nâng á có tha phần lưng câu nâng viên trai còn prap á phục gia còn prap tha pi tập 4 á có việc thời đại tập 4 việc tha việc nóm thế tay cặp bấy thì cho si cái lại bọc kê cho đọc lại bọc kê chắc á cho đọc lại bọc kê hái nét đại cho mà vô nâng côn khmau tê cặp bất khmau tê à nè vô nâng cặp bất việc khmau cho cônแต่còn ta khmau việc nâng là việc khmau tăng pi sủng cung máu á khmau pi chuẩn đoán ngôn màu vô lót khmau tăng pi chuẩn đoán muốn tại vì mình đang tập nô biết rồi còn sập biết được không prey nó nghe con vía ở từ na cô mình được không prey nó bị chăm được không prey nè đọc về chăm tới phục quát con vậy ta tập 4 việc ông vô thế còn là tha việc kho tròn thá cả bảy bọc câu nó bị trâu từ xí lại kia chứ bị chặt cả bảy nó bị chặt từ lưng nâng vô còn bị chặt từ khmer nâng mòn đọc về chăm tới phục quát thá tất bất việc khmau nên tay khmau bị hiện chủ đài rồi lấy việc cài đài vì nơi nó có việc dần sân đài đọc về chăm phục quát tham bách ấy chơi nó con ta mặc các bạn mà thò nó bay bạc này mến phục quát cục mến con bị đụng ật pho có thăm đừng màn thế này này anh thả bách bay này như là thả bách bay ơi cồn này cồn pi đụng thọ bay các bạn lên tăng vì về nâng mong lên ngon cồn ta cài khối té vì lên pro không còn lên pro nào mới phục còn tròn phục á còn tròn prey nâng tục còn tròn còn ao vì châu phu rồi đấy tái còn đám nè này từ số nơi nâng nè đại kê từ riêng tại ấy nơi phun tri đó á còn đam tha bảo số ấy số tới chìm xe cồn trang đại kê từ số tháp phi bọc ôn trang có lại cái hạt tháp phi từ số tháp phi đó á còn đam tha bảo số ấy số tới ta cùng từ lên prey cào nó cùng châu từ số từ không prey gặt bay để sao vì miền phụ ảnh nâng 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 miền phụ viên nâng nâng trắng á có đam cồn trai tha cùng trong từ lên nâng cùng từ số nơi từ nâng tăng vì pe nâng má hốt đó chú trai ngon ổn tay cùng xây nâng nâng cùng mà xây nâng nơi đó lớn á hay ôm còn nơi thành chỉ có than nơi tại với nơi tại đây với nơi nâng tại đây thế còn là thang aviêm sơ bạc cài đôi môn viêm sơ bạc hai đôi đôi cản môn vô lấy con sơ chỉ lên đây na thế con là lớn á nâng rương phục gia từ đô và lần hai rương phục gia mùi tiết ở kia rương cho ân sau chặt đôn nếp phục gia lên tịch tích nè tao ở kia trong đăng rương mai tim mai giật cho pi dâm đấy giật cho pi à cúng ọt miên cặp lượng tí ọt miên cặp lượng ọt miên say ấy như này cho pi nè mai còn lên cho pi chẳng là tao thấy rương này mai tí rương phục giá biến là phần năng tê ta vào trong đắp sáu trong đắp hướng ở cung tại sao chứ đắp hướng này mai tí mà rất chụp phim bánh bị té khlu té hay bánh bị té ách khlu từ bố té hay ôi nhã mình thay nhã ok chẳng là tao thấy đắp hướng chụp nâng phần năng sân ba này còn mọi chị ở sạch đường p mỗi đời bay cái bát tao nôm được hả pi đúng ật đăng man thân này văn đa và đam mê xô ta chư tê ok con học con tập bạn đây nè con từ từng học đi sai dương chỉ to tiết vẹt con mùi hương này mai tim mặt một bụng giang này mai tim mặt nơi hướng bo luôn ông phật tử na pram rương tiết ná ta phật tử tiết môn còn slap con chỉ điệp lia con học nè